គាត់គឺជាបរិសុទ្ធដែលរស់នៅយ៉ាងវិតបំផុតក្នុងតំបន់នេះតែបែរជាខ្លាចជាមនុស្សដែលអ្នកចិត្តខាងមិនហ៊ានសំបីតែងាកមើលមុខចំគ្រាន់តែពេលគាត់ទៅទិញសាច់ក្រកគាត់បានបង្ហាញស្នាមរបួសលើដៃមើលទៅដឹងថាជាមនុស្សមិនធម្មតាសំបីតែនៅក្នុងពន្ធនាគារដែលមានតែមនុស្សកំណាចស្នាមរបួសពេញខ្លួនដោយក្អែបរបស់គាត់ក៏អាចធ្វើឲ្យអ្នកទោសផ្សេងទៀតញាក់សាច់ដែរគាត់មើលទៅដូចជាមនុស្សអនាថាគ្មានសណ្ដាប់ធ្នាប់តែរាល់យប់ជ្រៅគាត់តែងតែអ៊ុតអាវធំឲ្យរលងឥតខ្ចោះគ្មានអ្នកណាស្គាល់ឈ្មោះគាត់ហើយក៏គ្មានអ្នកណាដឹងពីប្រវត្តិគាត់ដែរមីងលូបន្លែជាប្រមាថគាត់ធ្វើដូចជាមនុស្សតាមម្ចាស់ហាងតូចច្បាស់ក្នុងចិត្តថាគាត់ជាចោរគាត់ក៏មិនខ្វល់ដែរសំបីតែពាក្យចាំអារម្មណ៍ថាគាត់ជាឃាតករគាត់ក៏ធ្វើដូចជាខ្យល់បក់កាត់ត្រចៀកប៉ុន្តែបុរសម្នាក់នេះពេលដើរចូលក្នុងចន្ទារងឹតបែរជាអាចដឹងពីវត្តមានក្មេងស្រីតូចម្នាក់នៅជ្រុងខាងពិតមែនហើយទោះបីជាទេស៊ីតែងតែធ្វើមុខស្មារតីគេតែក្មេងស្រីតូចស៊ូមីមិនខ្លាចបន្តិចសោះនាងបែរជាដើរតាមគាត់និយាយរឿងរ៉ាវដែលនាងរមកមិនឈប់ប៉ុន្តែអ្វីដែលនាងទទួលបានគឺសំឡេងបិទទ្វារដ៏ត្រជាក់ស្រេកគាត់គឺជាម្ចាស់ហាងបញ្ចាំដែលមានចរិតចម្លែកមិនចូលចិត្តនិយាយជាមួយអ្នកណាទេចុះហេតុអ្វីបានជាស៊ូមីមិនខ្វល់ពីពាក្យគេហើយហេតុអ្វីត្រូវព្យាយាមចូលចិត្តគាត់ម្ល៉េះជីវិតរបស់ស៊ូមីពិតជាកំសត់ណាស់ឪពុកនាងគឺជាអាថ៌កំបាំងចំណែកម្ដាយនាងគឺជាអ្នករាំនៅក្លឹបដែលជាប់ជំពាក់នឹងគ្រឿងញៀនមិនបាច់ទេជីវិតដ៏ញ៉ៃបានធ្វើឲ្យផ្ទះនាងខ្លាចជាឋាននរករយប់ជ្រៅពេលម្ដាយនាងញៀនថ្នាំឬពេលនាំប្រុសផ្សេងមកផ្ទះសំឡេងដ៏ចម្លែកទាំងនោះធ្វើឲ្យស៊ូមីដែលនៅខាងក្រៅមានអារម្មណ៍ខ្លាចនឹងធ្វើមើលអើបំផុតដោយសារតែបែបនេះហាងបញ្ចាំដ៏ស្ងប់ស្ងាត់របស់ទេស៊ីបែរជាខ្លាចជាកន្លែងជ្រកកោនតែមួយគត់របស់នាងមើលពីក្រៅទេស៊ីហាក់ដូចជាធុញទ្រាន់តែតាមពិតទៅពេលឃើញស៊ូមីស្គមស្កាំងព្រោះឃ្លានគាត់តែងតែលួចយកសាច់ក្រកឲ្យនាងញ៉ាំសូម្បីតែពេលខ្លះតែស៊ូមីគ្មានកន្លែងទៅគាត់ក៏អនុញ្ញាតឲ្យនាងដេកនៅផ្ទះគាត់ហើយព្រឹកឡើងស៊ូមីក៏តែងតែគូររូបមុខញឹមនៅលើកញ្ចក់ដៃរបស់ទេស៊ីវាជាភាពទន់ភ្លន់ដ៏ពិសេសរបស់ក្មេងស្រីម្នាក់នេះរហូតដល់ថ្ងៃមួយទេស៊ីគិតត្រឡប់មកពីក្រៅក៏ឃើញស៊ូមីកំពុងត្រូវម្ដាយកូនមួយគូគឿងស្ត្រីនោះចោទស៊ូមីថាលួចការបូបលុយហើយរុញច្រានចិត្តប្រមាថនាងក្មេងប្រុសក្បែរនោះក៏ជួយលក់លុយដែរហើយនាងថាជាក្មេងសុំទានគ្មានទេសម្បែងស៊ូមីឈរស្ងៀមនៅទីនោះមិនយំមិនរករឿងគ្រាន់តែអន់មុខចុះស្ងៀមស្ងាត់ការជិះចាប់និងការជិះជាន់ជាច្រើនឆ្នាំធ្វើឲ្យនាងសាំទៅហើយតែពេលនាងឃើញទេស៊ីនៅឆ្ងាយនាងហាក់ដូចជាចាប់បានបង្កាន់ដៃចុងក្រោយស៊ូមីស្មានថាទេស៊ីនឹងមកជួយនាងតែអ្វីដែលនាងទទួលបានគឺភាពខកចិត្តយ៉ាងខ្លាំងស៊ូមីមើលក្នុងទេស៊ីដែលដើរចេញទៅទឹកមុខនាងកាន់តែស្រពោនប្រហែលជាក្នុងភ្នែកពូនាងគ្រាន់តែជាបន្ទុកដែលរុញមិនចេញទេដឹងយប់ឡើងអ្នកទាំងពីរជួបគ្នាម្ដងទៀតស៊ូមីបែរជាអ្នកដួចតាមទាំងទឹកភ្នែកនាងយកកាត់ដែលនាងស្រឡាញ់បំផុតហុចឲ្យទេស៊ីខ្ញុំគ្រាន់តែជាអ្នកបញ្ចាំរបស់តែខ្ញុំមិនមែនជាមនុស្សអាក្រក់ទេឥឡូវនេះខ្លាចអ្នកនឹងហើយម៉ាក់ខ្ញុំឃើញមនុស្សខ្ញុំពីរោងកុនបានទូរស័ព្ទមកខ្ញុំជាង20ដងហើយយំច្រើនណាស់27ដងហើយមិនទាន់ដល់2វិនាទីផងគេចង់ឲ្យអ្នកសហការជាមួយគេចង់បានបែបនេះតែគ្មានមិត្តភក្តិសោះបើគេនិយាយបែបនេះឃើញក្មេងស្រីរត់ទៅក្នុងភាពងឹតទាំងអស់សង្ឃឹមបេះដូងដែលកកស្កករបស់ទេស៊ីទីបំផុតក៏ចាប់ផ្ដើមរង្គោះរង្គើតែវាសនាពិតជាខូខើណាស់ម្ដាយរបស់ស៊ូមីដែលពុករលួយហ៊ានទៅលួចគ្រឿងញៀនរបស់ក្រុមម៉ាហ្វីធំក្នុងតំបន់ក្រុមដ៏ធំមួយនេះគ្រប់គ្រងដោយបងប្រុសដ៏សាហាវម៉ាន់ហ៊ីនិងប្អូនប្រុសចិត្តឈួតជុងហ៊ីក៏នាំកូនចៅសម្រុកចូលផ្ទះស៊ូមីធ្វើទារុណកម្ម